សួស្តីបងប្អូនទាំងអស់គ្នាតើអ្នកចង់ចេះឆុងកាហ្វេទឹកដោះគោទឹកកកដែលមានរសជាតិឈ្ងុយពណ៌ស្អាតសម្រាប់បងប្អូនដែលចង់ធ្វើញ៉ាំខ្លួនឯងឬធ្វើលក់តាមតូបកាហ្វេថ្ងៃនេះ MH Coffee Recipes នឹងបង្ហាញរូបមន្តលម្អិតបំផុតសម្រាប់កែវគ្រប់ទំហំគ្រឿងផ្សំកែវលេខ16ទឹកកាហ្វេ Fin 80 ml ទឹកដោះគោខាប់30 ml ទឹកដោះគោស្រស់ខ្ទិះ20 ml តម្លៃលក់1កែវ2,000រៀលដល់2,500រៀលកែវលេខ22ទឹកកាហ្វេ Fin 100 ml ទឹកដោះគោខាប់40 ml ទឹកដោះគោស្រស់ខ្ទិះ30 ml តម្លៃលក់1កែវ3,000រៀលដល់3,500រៀលកែវលេខ32ទឹកកាហ្វេ Fin 150 ml ទឹកដោះគោខាប់50ដល់60 ml ទឹកដោះគោស្រស់50 ml តម្លៃលក់1កែវ4,000រៀលដល់5,000រៀល2របៀបឆុងម្សៅកាហ្វេ Fin សម្រាប់ស្តុកដាក់ម្សៅកាហ្វេ200ក្រាមចូលក្នុង Fin រួចអង្រួនឲ្យស្មើសង្កត់បន្ទះដែកពីលើតិចៗកុំសង្កត់ខ្លាំងពេកចាក់ទឹកក្តៅសីតុណ្ហភាព95ដល់100អង្សាសេប្រហែល200 ml ចូលទៅក្នុង Fin ទុកចោលរយៈពេល3ដល់5នាទីដើម្បីឲ្យម្សៅកាហ្វេរីកនិងបញ្ចេញជាតិហ្គាសចេញមកក្រៅជំហាននេះសំខាន់ណាស់ដើម្បីឲ្យទឹកកាហ្វេចេញមកខាប់ល្អចាក់ទឹកក្តៅដែលនៅសល់900 ml ចូលទៅក្នុង Fin យឺតៗគ្របគម្របរួចរងចាំរហូតដល់កាហ្វេតក់អស់ជាទូទៅប្រើពេលប្រហែល10ដល់15នាទីសម្រាប់បរិមាណច្រើនបែបនេះក្រោយពេលតក់អស់អ្នកនឹងទទួលបានទឹកកាហ្វេប្រហែល1លីត្រ4ជំហាននៃការលាយភេសជ្ជៈលាយផ្អែមចាក់ទឹកដោះគោខាប់តាមបរិមាណកំណត់ចូលទៅក្នុងកែវវាស់លាយកាហ្វេចាក់ទឹកកាហ្វេដែលនៅក្តៅចូលដើម្បីឲ្យរលាយទឹកដោះគោបានល្អរួចកូរឲ្យសព្វបន្ថែមភាពខ្ទិះចាក់ទឹកដោះគោស្រស់ evaporated milk ចូលទឹកដោះគោស្រស់នេះជួយឲ្យកាហ្វេមានជាតិខ្ទិះនិងកាត់បន្ថយភាពឆត់នៃកាហ្វេដាក់ទឹកកកដួសទឹកកកដាក់ឲ្យពេញកែវរួចចាក់ល្បាយកាហ្វេចូលតុបតែងបងអាចចាក់ទឹកដោះគោស្រស់ពីលើបន្ថែមតិចទៀតបានដើម្បីឲ្យមើលទៅឃើញមានពណ៌ពីរជាន់ស្អាតអរគុណសម្រាប់ការតាមដាននិងគាំទ្ររាល់វីដេអូរបស់ MH Coffee Recipes ជួយ follow like share និង comment របស់បងប្អូន